បាទសួស្តីអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកជួបគ្នាទៀតហើយជាមួយនឹងមេរៀនថ្មីបាទហើយមេរៀននេះដែរគឺកម្រិត ASK 4បាទអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថា ASK 4 ASK 2 ASK 1អីមិននឹងវាជាតាម level របស់វាបែរថា ASK 4នេះពាក្យបបាក់រៀងមានច្រើនបាទឥឡូវយើងនៅក្នុង YouTube របស់ខ្ញុំគឺនៅក្នុង Facebook ក៏ខ្ញុំមានបង្ហោះនៅមេរៀន level ទាបដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទៅតាម level បានបើសិនជាយើងខ្ពស់ដែរហើយយើងអាចមើលនៅ level 4បានបាទហើយសម្រាប់មួយទៀតនៅក្នុង YouTube របស់ខ្ញុំក៏អ្នកទាំងអស់គ្នាអាចចូលទៅមើលបានដែរដែលខ្ញុំធ្វើជា playlist របស់វាមាន level 2 level 3 level 4អញ្ចឹងណាបាទតែឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលមកមើលមេរៀនរបស់យើងបាទដែលមេរៀនរបស់យើងថ្ងៃនេះគឺចំណងជើងថាយ៉ាលីបាទយ៉ាលីនេះគឺយើងបកថាសម្ពាធបាទសម្ពាធមានសម្ពាធអីខ្លះបាទមុននឹងយើងចូលទៅដល់អត្ថបទរបស់យើងបាទយើងចូលមកមើលពាក្យកលឹះសិនបាទដោយរាល់ដងអញ្ចឹងបាទដែលពាក្យទី1បាទគឺបាទអ្នកទាំងអស់គ្នាអាចយកប៊ិចកត់ទុកក៏បានដែរបាទកត់ទុកនៅពាក្យទាំងអស់នេះទៅសុទ្ធតែពាក្យល្អបាទហើយពាក្យទី1គឺយើងនិយាយថាម៉่សឹងដែលពាក្យនេះគឺយើងបកថាចម្លែកបាទអញ្ចឹងយើងរៀនពីពាក្យកលឹះវាមួយហើយយើងចូលទៅអត្ថបទរបស់វាអត្ថបទទាំងមូលយើងនឹងដឹងថាតើពាក្យនឹងគួរប្រើប្រាស់យ៉ាងម៉េចបាទឥឡូវយកមកពាក្យទី2ពាក្យទី2គឺ环境បកថាបរិស្ថានបាទណាបរិស្ថានពាក្យទី3គឺជីនចាងបាទជីនចាងភ័យបាទភ័យពាក្យទី4ស៊ូស៊ីនេះគឺស្គាល់បាទស្គាល់ឬក៏ថ្នឹកឬក៏អីហ្នឹងណាឬក៏បាទស្គាល់ហ្នឹងហើយបាទពាក្យទី5គឺយ៉ាលីបាទចំណងជើងមេរៀនរបស់យើងហ្នឹងគឺយ៉ាលីបកថាសម្ពាធបាទឥឡូវយើងចូលមកពាក្យបន្តទៀតពាក្យទី6គឺជွងថៃគឺយើងបកថាស្ថានភាពបាទហើយពាក្យទី7គឺទាវសានឡាសឺពាក្យនេះគឺចូលគ្នាមកគឺយើងបកថាភ្លេចភ្លាំងបាទភ្លេចភ្លាំងណាបាទខ្ញុំមានអារម្មណ៍ថាភ្លេចភ្លាំងអញ្ចឹងយើងនិយាយថាវ៉ាទាវសានឡាសឺអីយ៉ាងទៅហើយបើពាក្យភ្លេចមួយទៀតគឺវ៉ងជីនោះភ្លេចតែនេះគឺយើងនិយាយថាភ្លេចភ្លាំងលក្ខណៈថាភ្លេចភ្លាំងអីចឹងណាឥឡូវយើងចូលទៅមើលអត្ថបទយើងនឹងដឹងថាវាមានន័យគួរប្រើប្រាស់មិនបាទពាក្យទី8គឺជៀនអ៊ីគឺយើងបកថាសំណុំពរពាក្យទី9ឡៅអ៊ីជាហឺបាទយើងបកថាឲ្យវាមានសមតុល្យឲ្យវាមានតុល្យភាពការងារនិងការសម្រាកបាទថាធ្វើការនឹងសម្រាប់នឹងឲ្យវាស្មើភាពគ្នាកុំឲ្យធ្វើការខ្លាំងជាងឬក៏សម្រាប់ខ្លាំងជាងអីហ្នឹងនឹងពាក្យហ្នឹងគេនិយាយថាឡៅអ៊ីជាហឺបាទថាឡៅអ៊ីជាហឺបាទហើយពាក្យទី10គឺ选择គឺជ្រើសរើសបាទហើយពាក្យទី11បាទគឺ瑜伽នេះគឺ yoga បាទ yoga ហើយយើងចូលមកពាក្យបន្តទៀតពាក្យទី12គឺជានយ៉ាគឺបន្ថយសម្ពាធបាទឬក៏កាត់ stress អីចឹងណាបាទជានយ៉ាឈូហាន់នេះគឺចេញញើសបាទជាសឺនេះស្គាល់បាទស្គាល់មនុស្សស្គាល់អីចឹងបាទជាសឺបានស្គាល់អញ្ចឹងមកជូអ៊ីនេះគឺម្ដងមួយពាក្យទី16គឺហ្វាងហ្វាគឺយើងបកថាវិធីសាស្ត្រពាក្យទី7គឺហော့ឈីគឺបកថាប្រហែលបាទប្រហែលយើងមកបាទឥឡូវយើងចូលមកមើលអត្ថបទពេញទាំងអស់គ្នាដែលយើងមានពាក្យកលឹះយើងទាំង17នេះហើយយើងចាំមើលបាទអត្ថបទរបស់យើងគឺមានពាក្យទាំងអស់ហ្នឹងហើយអញ្ចឹងយើងអាចដឹងពីការប្រើប្រាស់នៃពាក្យទាំងអស់ហ្នឹងបានឡើងចូលទៅមើលទាំងអស់គ្នាបាទឥឡូវយើងមកមើលអត្ថបទបាទយើងដកបកដែលខ្ញុំបានធ្វើការបកម្ដងមួយឃ្លាឲ្យអ្នកទាំងអស់គ្នាបាទមើល我今年来中国学习汉语ខ្ញុំឆ្នាំនេះមកប្រទេសចិនរៀនភាសាចិនបាទអញ្ចឹងពាក្យនេះស្រួលទេគឺយើងអាចចេះបកឲ្យសម្រាប់អ្នក level 3 level 4នេះហ្នឹងគឺយល់ហើយបាទឥឡូវយើងមកបន្តទៀត这是我第一次出国នេះគឺជាលើកទី1របស់ខ្ញុំចេញក្រៅប្រទេសបាទឈូកនេះគឺចេញក្រៅប្រទេសបាទ
chẳng ní cái chi lực thì môi bọc nhôm hay cả tranh cài vật thể chẳng bà chứ sự bỏ thì sự thu quả nhưng anh chị chẳng bàn bà cọt tốc này còn này bà cọt tốc máu chập hành tinh bia bà tinh mà bị dốt mà chẳng dừng chăm vậy bà này bà陌生的环境让我很紧张陌生的人陌生的环境让我很紧张và nhưng gì thay bây giờ bảo thay một số những cái đó chùm like hay đi bài than chẳng nè bài than chùm like vậy nè bài than play chẳng nè phở nhom ràng quả ní phở nhom khẩn chín tràng và là phở nhom pay nè và sao dân trên kẹo vật tế nè chẳng bài than kẹo vật tế bài than copy stroke dân chẳng nè phở dân mẹ rồng pay gì chẳng tư là nè chẳng như bỏ chó một dân tha bạn than chùm like bạn than là chùm like việc phở nhom nắng pay và in với 我哪里都不熟悉熟悉นี่ยังเรียนมาใช้คือ score แล้วนะปีพรุ่ง in ไว้我哪里ปีพรุ่งขยมกันไหลนะก็มัน score ได้ป่ะนะว่า in ไว้我哪里都不熟悉ปีพรุ่งแต่ขยมกันไหลนะก็มัน score ได้จะให้บันเฟื่อจะบันเฟื่อขยมเพย์เนี่ยมาเรายังมาต่อเตี้ย学汉语不容易เรียนภาษาจันคือมันง่ายสุดเต้学汉语不容易เรียนภาษาจันมันง่ายสุดเต้每个月都要准备考试每个月เรียนรอแค่每个月都要准备考试คือเต๋อคือเต๋อเตรียมประลองเรียนรอแค่สัตว์เต๋อเตรียมประลองchẳng những đóคือปีอันนี้คืองี้สู้เลยจังสำหรับเนี่ยได้ใบบัวนี่คืออายุบานจังยงคนไปเจาะปีเปียบบ่ามาจะนวลในให้ขณะยังโยเตอร์ติงติงเวียมาประยุกอาสารติงยังหนึ่งอาจปราบานในเปียหนึ่งอันนึงว่าเจอหลังวัว压力很大เจอหลังวัว压力很大ว่าจังให้บ้านนี้ว่าเจอนี่คือนี้เพื่อขยมมีสมเปียถมนะว่าการแต่คลังยังมาถมนะไอ้หันตาคือมีสมเปียคลังนะว่าขมายยังแต่สมเปียถมนะคือสมเปียคลังนะว่าจังให้ถั่วเขียวมีสมเปียอะไรเจอนี่คือวันนี้ท่านเนี่ยจนไป考试ไม่เคยจะจนไป考试เนี่ยเจอหนึ่งเนี่ยวันนี้ท่านหนึ่งหลังวัวอย่าไปท่า每个月จนไป考试หลังวัว压力很大ไปท่าเรียงรอแค่เตรียมประลองนั้นถั่วเขียวสมเปียคลังนะว่าอันนี้เจอนี่คือตำแหน่งอันหนึ่ง状态也很差状态也很差ให้状态นี่ยังดังให้สถานภาพก็มันละออได้ก็มันใส่ละออได้หันฉานี่คือมันใส่ละออว่ามันฝักขาดฉานี่บอกแต่ฝักขาดจังอย่าบอกชุดนี้มั้งมันใส่ละออแต่สถานภาพก็มันใส่ละออได้จิงฉางเตียวซานล่าเสือจิงฉางเตียวซานล่าเสือคือจริงฉางนี่คือตายตายวะตายตายติวซานละซึ่งยังเรียนไหมคือพลิกเพลียงจังว่าตายตายพลิกเพลียงว่าจริงฉางติวซานละซึ่งขยมแต่จะพลิกเพลียงจังว่าช่วยจินจริงฉางติวซานละซึ่งขยมเลยทำไมนี่คือตายแต่พลิกเพลียงจังอันนี้อันใหญ่บ้านนะยังโยแต่ประกาศประโยครุ่นไอ้เตียดว่าเลยยังโชว์มาดอละประตอบเตียดว่า后来个有冇睇改冇？我的同学和老师一起帮助我。我的同学和老师一起帮助我。មិត្តរួមថ្នាក់របស់ខ្ញុំមិត្តរួមថ្នាក់និងលោកគ្រូរបស់ខ្ញុំនិងគ្រូរបស់ខ្ញុំបានជាមួយគ្នា一起នេះគឺ老师和同学នឹង一起帮助我លោកគ្រូនិងមិត្តរួមថ្នាក់របស់ខ្ញុំช่วยขยมปังจุวัวปังจุนี่คือช่วยปังจุวัว他们建议我要劳逸结合他们建议我要劳逸结合นะปุกวนนั่นเป็นอะไรปุกวนนั่นคือ同学和老师เนี่ย建议สนมโปสนมโปหรือกับบอกอะไรจังเลยสนมโป我要劳逸结合สนมโปขยมត្រូវតែធ្វើការនឹងសម្រាប់នឹងឲ្យវាមានតលយភាពបើថាវាមានភាពស្មើគ្នាអញ្ចឹងដូចពាក្យដំបូងយើងរៀនមិញហ្នឹងគឺឡោអ៊ីជាហ្នឹងគឺសុំតលយភាព
ការងារនិងសម្រាប់បាទធ្វើឲ្យមានក្រលភាពការងារនិងសម្រាប់បាទហើយយើងចប់ហ្នឹងយើងបន្តមកទៀត我选择了练瑜伽我选择了练瑜伽ហើយថា选择នេះគឺជ្រើសរើសអញ្ចឹងខ្ញុំលើនេះគឺបានថាអតីតកាលអញ្ចឹងខ្ញុំបានជ្រើសរើសវឹកហាត់អានេះរៀននេះគឺវឹកហាត់ឬក៏បាទហើយវឹកហាត់គឺបើថាវឹកហាត់瑜伽គឺ yoga បាទ yoga យើងហាត់ yoga ហ្នឹងបាទហើយមិញបាននិយាយនៅក្នុងខាងមុខបាទ yoga ហើយ运动真的可以减压运动នេះគឺយើងបកថាកីឡាចិនតើគឺពិតជាអាចបន្ថយសម្ពាធមែនណាអូកីឡាគឺពិតជាអាចកាត់បន្ថយសម្ពាធឬកាត់បន្ថយ stress បានមែនបាទ运动真的可以减压យ៉ាងនិយាយថា音乐ក៏បាន音乐真的可以减压តន្ត្រីគឺអាចគឺពិតជាអាចកាត់បន្ថយសម្ពាធបានមែនឬក៏运动可以运动可以真的可以减压បាទអញ្ចឹងមកយើងអាចបដូរបានណាពាក្យអស់ហ្នឹងយើងអាចបដូរប្រើប្រាស់វាទៅតាមនោះដែរបាទ出汗让我感觉非常舒服出汗让我感觉非常舒服ចេញញើសបាទឈូហាននេះចេញញើសធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាស្រួលខ្លួនណាស់បាទអញ្ចឹងពាក្យហ្នឹងអញ្ចឹងហើយយើងមកបន្តទៀត我因为运动我因为运动ណាខ្ញុំព្រោះតែកីឡាខ្ញុំព្រោះតែកីឡានេះគេថាបន្តមកទៀត结识了很多朋友បាទបានស្គាល់មិត្តជាច្រើនបាទថា结识នេះគឺបានន័យថាយើងធ្វើអីមួយហើយ结识ហ្នឹងបែរថានាំឲ្យស្គាល់បាទនាំឲ្យស្គាល់យើងនិយាយចឹងបាទនាំឲ្យស្គាល់មិត្តភ័ក្តិជាច្រើនបាទដោយសារតែកីឡានេះនាំឲ្យខ្ញុំបានស្គាល់មិត្តភ័ក្តិជាច្រើន我还把这些新朋友逐一介绍给我的同学นะ我还把这些新朋友逐一介绍给我的朋友ខ្ញុំក៏បានបានថាយកមិត្តថ្មីទាំងអស់ហ្នឹងណាធ្វើការណែនាំម្ដងម្នាក់ទៅកាន់មិត្តរួមថ្នាក់របស់ខ្ញុំបាទអញ្ចឹងបានថាគាត់ទៅលេងកីឡាទៅស្គាល់គេចឹងមកគាត់យកមិត្តភ័ក្តិទាំងអស់ហ្នឹងមកណែនាំប្រាប់មិត្តរួមថ្នាក់របស់គាត់ទៀតមកបាទអញ្ចឹងកន្លែងនេះគឺន័យអញ្ចឹងណាបាទម្ដងមួយហ្នឹងបាទហើយបន្តមកទៀត我要把我的方法告诉大家ខ្ញុំនឹងយកបាទខ្ញុំត្រូវយកឬក៏នឹងយកវិធីសាស្ត្ររបស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាបាទខ្ញុំនឹងយកវិធីសាស្ត្ររបស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នា方法នេះគឺវិធីសាស្ត្រណាយើងដឹងហើយបាទ或许នេះគឺប្រហែលបាទអញ្ចឹងពាក្យថ្មីទៀតហើយនេះបាទ或许ប្រហែល可以帮助更多的人អាចជួយមនុស្សបានកាន់តែច្រើនបាទគាត់យកវិធីសាស្ត្ររបស់គាត់ក្នុងការកាត់ stress ណាកាត់សម្ពាធរបស់គាត់ហ្នឹងទៅប្រាប់មនុស្សអ្នកទាំងអស់គ្នាមកប្រាប់យើងទាំងអស់គ្នាហ្នឹងប្រហែលជាអាចជួយយើងទាំងអស់គ្នាបានដើម្បីអ្នកខ្លះទៅមាន stress អីចឹងណាអាចធ្វើតាមគាត់បានបាទហើយសម្រាប់មេរៀនរបស់យើងគឺត្រឹមប៉ុណ្ណេះទេកុំឲ្យពេលយូរពេកបាទអញ្ចឹងអ្នកទាំងអស់គ្នាដែលនេះអាចធ្វើការមើលនៅវីដេអូបន្តទៀតរបស់ខ្ញុំដោយសារតែខ្ញុំធ្វើជាវីដេអូអត្ថបទអញ្ចឹងហើយអាចជួបនៅពាក្យថ្មីជាច្រើនបាទយើងរៀនទាំងអស់គ្នាបាទខ្ញុំក៏មិនចេះប្រហែលដែរក៏ប៉ុន្តែយើងធ្វើការចែករំលែកទៅណាបាទអញ្ចឹងអរគុណអ្នកទាំងអស់គ្នា